សួរក៏ដូចជាសួស្តីអ្នកនរគ្នាថ្ងៃនេះផងដែរយើងនឹងសិក្សាស្វែងយល់ពីភាពខុសគ្នារវាង like doing និង like to do ចំពោះ like doing something គឺយើងប្រើស្ដាយទៅលើភាពរីករាយការចូលចិត្តនៃសកម្មភាពតែវាមានលក្ខណៈទូទៅទេតែចំពោះ like to do វិញគឺយើងសំដៅលើទំនោរចំណូលចិត្តនៃសកម្មភាពទម្លាប់សកម្មភាពឬក៏ការដែលមានបំណងនៃសកម្មភាពនោះជាឧទាហរណ៍ I like reading novels in the evening I like reading novels in the evening ដែលយើងបកប្រែជាភាសាខ្មែរថាខ្ញុំចូលចិត្តការអានរឿងប្រលោមលោកនៅពេលល្ងាចខ្ញុំចូលចិត្តការអានរឿងប្រលោមលោកនៅពេលល្ងាចដែលនៅក្នុងប្រយោគនេះ like reading គឺយើងដោតទៅលើការរីករាយការចូលចិត្តនៃការអានតែចំណែកប្រយោគនេះវិញ I like to read before bed I like to read before bed ដែលយើងបកប្រែជាភាសាខ្មែរថាខ្ញុំចូលចិត្តការអានមុនពេលចូលគេងខ្ញុំចូលចិត្តការអានមុនពេលចូលគេងក្នុងប្រយោគនេះ like to read គឺបង្ហាញពីចំណូលសកម្មភាពប្រចាំថ្ងៃរបស់គេរបស់ខ្ញុំថាតើយើងចូលចិត្តការអាននឹងនៅពេលណាគឺនៅពេលចូលគេងមុនចូលគេងប្រយោគនេះវិញ She likes painting landscapes She likes painting landscapes landscapes ទេសភាពអញ្ចឹងប្រយោគទាំងមូលនាងចូលចិត្តការលាបពណ៌ទេសភាពនាងចូលចិត្តការលាបពណ៌ទេសភាពចំពោះ likes painting នៅក្នុងប្រយោគនេះគឺសង្កត់លើភាពរីករាយរបស់នាងទៅលើដំណើរការនៃការលាបពណ៌រីឯប្រយោគ She likes to paint in the morning when the light is best She likes to paint in the morning when the light is best ហើយយើងបកប្រែជាភាសាខ្មែរថានាងចូលចិត្តការលាបពណ៌នៅពេលព្រឹកនៅពេលដែលពន្លឺគឺល្អបំផុតនាងចូលចិត្តការលាបពណ៌នៅពេលព្រឹកនៅពេលដែលមានពន្លឺល្អបំផុតចំពោះប្រយោគនេះ likes to paint គឺបង្ហាញពីចំណូលពេលវេលារបស់សមាភិបដែលនៅក្នុងប្រយោគនេះគឺពេលវេលាពេលព្រឹកចំណូលទៅលើពេលវេលាពេលព្រឹកដែលគាត់ចូលចិត្តលាបពណ៌ They like playing soccer on weekends They like playing soccer on weekends ដែលបកប្រែជាភាសាខ្មែរថាពួកគេចូលចិត្តការលេងបាល់ទើបនៅរៀងរាល់ចុងសប្តាហ៍ weekends ស្មើនឹង every weekend រៀងរាល់ចុងសប្តាហ៍ចំពោះប្រយោគនេះ like playing គឺគេពន្លិចនៅភាពរីករាយរបស់គេលើបទពិសោធន៍នៃការលេងបាល់ទើបរីឯប្រយោគ They like to play soccer at the community center They like to play soccer at the community center ដែលយើងបកប្រែជាភាសាខ្មែរថាគេចូលចិត្តការលេងបាល់ទះនៅមជ្ឈមណ្ឌលសហគមន៍គេចូលចិត្តការលេងបាល់ទះនៅមជ្ឈមណ្ឌលសហគមន៍ក្នុងប្រយោគនេះគេបង្ហាញទៅលើទំនោរទីតាំងនៃសកម្មភាពគេចូលចិត្តលេងបាល់ទះដែរប៉ុន្តែនៅមជ្ឈមណ្ឌលសហគមន៍ចឹងទៅចំពោះប្រយោគនេះI like listening to music when I am working I like listening to music when I am working ដែលយើងបកប្រែជាភាសាខ្មែរថាខ្ញុំចូលចិត្តការស្ដាប់តន្ត្រីនៅពេលខ្ញុំកំពុងធ្វើការខ្ញុំចូលចិត្តស្ដាប់តន្ត្រីនៅពេលខ្ញុំកំពុងធ្វើការ like listening នៅក្នុងប្រយោគនេះគឺយើងប្រើទៅលើបទពិសោធន៍នៃការស្ដាប់តន្ត្រីការ enjoy ការរីករាយទៅលើការស្ដាប់តន្ត្រីរីឯប្រយោគI like to listen to classical music to relax. I like to listen to classical music to relax. ដែលយើងបកប្រែជាភាសាខ្មែរថាខ្ញុំចូលចិត្តការស្ដាប់តន្ត្រីបែប classic ដើម្បីសម្រាកលំហែខ្ញុំចូលចិត្តការស្ដាប់តន្ត្រីបែប classic ដើម្បីសម្រាកលំហែ
ចំពោះប្រយោគនេះ like to listen គឺយើងផ្ដោតទៅលើសកម្មភាពបំណងនៃសកម្មភាពអញ្ចឹងបំណងនៅក្នុងនេះគេស្ដាប់តន្ត្រីបែប classic ហ្នឹងដើម្បីគេគឺដើម្បីសម្រាកលំហែរបស់ធានអាយហ្នឹងឯងខ្ញុំហ្នឹងចំពោះប្រយោគមួយទៀត he likes cooking Italian food he likes cooking Italian food ដែលបកប្រែជាភាសាខ្មែរថាគាត់ចូលចិត្តការចម្អិនម្ហូបអ៊ីតាលីគាត់ចូលចិត្តការចម្អិនម្ហូបអ៊ីតាលីដែល likes cooking នៅក្នុងប្រយោគនេះគឺផ្ដោតទៅលើការរីករាយក្នុងការចម្អិនម្ហូបសប្បាយចិត្តក្នុងការចម្អិនម្ហូបតែចំពោះ he likes to cook elaborate meals for special occasions he likes to cook elaborate meals for special occasions ដែលយើងបកប្រែជាភាសាខ្មែរថាគាត់ចូលចិត្តការចម្អិនម្ហូបជាក់លាក់ល្អិតល្អន់សម្រាប់ឱកាសពិសេសគាត់ចូលចិត្តចម្អិនម្ហូបអាហារជាក់លាក់សម្រាប់ឱកាសពិសេសដែលនៅក្នុងប្រយោគនេះ likes to cook គឺយើងផ្ដោតទៅលើពេលវេលាជាក់លាក់ណាមួយដែលគាត់ប្រើប្រាស់ក្នុងការចម្អិនម្ហូបជាក់លាក់នោះចឹងជារួម like doing something គឺយើងបរិយាយពីភាពសប្បាយលើសកម្មភាពហើយវាមានលក្ខណៈទូទៅតែចំពោះ like to do something គឺគេបរិយាយអំពីទំនោរនៃសកម្មភាពចំណង់ចំណូលចិត្តទៅលើសកម្មភាពទំលើបនៃសកម្មភាពហើយវាមានលក្ខណៈជាក់លាក់ជាង like doing something សង្ឃឹមថាគ្នាយើងយល់កាន់តែច្បាស់រវាងភាពខុសគ្នារវាង like doing ហើយនិង like to do. That's all. Goodbye. Keep grinding and see you. Goodbye.